សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ DL ជាមួយនឹង page Mr. Band ម្ដងទៀតហើយបាទហើយថ្ងៃនេះដែរខ្ញុំសង្ខេបរឿងមួយដែលមានចំណងជើងថា Asiko Match ចំពោះរឿងនេះមានតួ idol របស់យើងគឺជាអាឈិប៉ុន្តែនៅក្នុងរឿងនេះគេហៅមិនថាអាឈិទេគេហៅថាអាកៅប៉ុន្តែអត់មានហៅអាកៅហៅអីទេគឺហៅអាឈិយកតែម្ដងព្រោះថាជាប់នៅក្នុងដួងចិត្តយើងគឺអាឈិអីមែនទេអូខេកុំឲ្យខាត់ពេលយូរយើងចូលមកទស្សនាទាំងអស់គ្នាតែម្ដងទៅលុយកប់ជាមួយ KMD លោកអ្នកអាចទស្សនាភាពយន្តល្បីៗជាច្រើនដោយឥតគិតថ្លៃនិងគ្មានដែនកំណត់កាន់តែពិសេសសម្រាប់លោកអ្នកដែលជាអតិថិជនរបស់ Medphone លោកអ្នកគ្រាន់តែទាញយកកម្មវិធី KMD ភ្លាមនិងទទួលបានអ៊ីនធឺណិត 1GB ភ្លាមតោះនៅចាំមិនទៀតទាញយកកម្មវិធី KMD ឥឡូវនេះទាំងអស់គ្នាផ្ដាំសាហើមនៅរៀនអ្នកនេះគឺជាតួឯកនៅក្នុងរឿងរបស់យើងនាងទើបតែរៀនចប់ហើយប្រឡងចូលមហាវិទ្យាល័យធំប៉ុន្តែនាងប្រឡងអត់ជាប់ទេហើយក៏ប្រឡងទៅមហាវិទ្យាល័យផ្សេងទៀតក៏អត់ជាប់ដែរពេលនេះដែរនាងក៏បានសម្រេចចិត្តមករៀននៅក្នុងមហាវិទ្យាល័យមួយដែលគេហៅថាមហាវិទ្យាល័យ Asiko ក្នុងមហាវិទ្យាល័យនេះគឺជាមហាវិទ្យាល័យវិស្វករមានទាំងអស់តែម្ដងពួកធ្វើម្ដងពួកផ្សារដែរពួកអីហ្នឹងមានទាំងអស់ហ្មងតែរៀននៅក្នុងហ្នឹងហើយវិថាក្មេងពេលវិញមានគ្រប់សេរីហ្មងតាំងពីឆ្នាំទី1រហូតដល់ឆ្នាំទី4កប់សេរីហ្មងហើយអ្វីដែលសំខាន់បំផុតនៅក្នុងមហាវិទ្យាល័យហ្នឹងគឺគ្មានមនុស្សស្រីទេគឺមានតែនាងម្នាក់គត់ដែលដាក់ពាក្យមករៀននៅក្នុងសាលានេះហ្នឹងដល់ក៏ហ្មងចាំមើលលោកគ្រូក៏បានប្រាប់ទៅកាន់តើឲ្យស្រីបើយើងថានៅក្នុងសាលារៀននេះគឺសុទ្ធសឹងតែអ្នកប្រឡងនៅក្នុងមហាវិទ្យាល័យធំអត់ជាប់ហើយមករៀននៅក្នុងសាលារៀនហ្នឹងប៉ុន្តែនៅពេលដែលពួកគេរៀនចប់ពួកគេសុទ្ធតែមានការងារធ្វើទាំងអស់តែម្ដងព្រោះថាមានជំនាញធ្វើម្ដងផ្សារដែករៀបឥដ្ឋរៀបការ៉ូអីជាដើមនិយាយលេគ្នាយើងហ្នឹងហើយគាត់មានជំនាញច្បាស់របស់គាត់ជាវិស្វករណាកំពុងតែនិយាយមិនតរួយពីមាត់ផងគ្មានទេពណ៌ដែងបានដាក់គ្នាផ្អើពេញហ្នឹងហ្មងនិយាយទៅនៅក្នុងហ្នឹងសិតតែក្មេងពីលសុតហ្មងមានតែតួឯងស្រីរបស់យើងទេដែលជាមនុស្សស្រីម្នាក់ឯងហើយ slow ទៀតនៅថ្ងៃចូលរៀនដំបូងអ្នកហ៊ានដើរចូលក្នុងបន្ទប់រៀនទេនាងខ្លាចពួកក្មេងៗប្រុសៗហ្នឹងចឹងណាប៉ុន្តែនៅពេលដែលចូលក៏មានបរិសម្នាក់ដើរបុកនាងប៉ាំងហើយក៏បាននិយាយប្រាប់ទៅកាន់នាងថាចូលទៅនេះគឺជាបន្ទប់រៀនហើយនៅពេលដែលតួឯងស្រីរបស់យើងចូលមកក្នុងបន្ទប់នាងមានអារម្មណ៍ថាភ័យខ្លាំងមែនទែនព្រោះថាពួកហ្នឹងសង្គ្រោះគ្នារត់តែខំគ្នាទេរៀននឹងវាយគ្នាហើយប៉ុន្តែលោកគ្រូក៏បានដើរចូលមកហើយក៏និយាយថាហេពួកឯងកុំវាយគ្នាហើយនារីម្នាក់នេះគឺជាសិស្សថ្មីរបស់យើងចូលអ្នកទាំងអស់គ្នាជួយមើលថែរក្សានាងផងព្រោះថានាងជាស្រីពេលនោះដែរក៏លេចវត្តមានអាឈិរបស់យើងអង្គុយនៅក្នុងបន្ទប់ហ្នឹងដែរអាឈិរបស់យើងមិនធម្មតាទេគឺជាមេហ្គាំងធំជាងគេនៅក្នុងឆ្នាំទី1ហ្នឹងហ្មងអាឈិបាននិយាយថាហើយសាលារៀននេះដូចជាមិនស្វាគមន៍ពួកកូនអ្នកមានសោះវានិយាយអញ្ចឹងព្រោះថាតើឯស្រីរបស់យើងគឺជាកូនអ្នកមានអញ្ចឹងណាអាឈិក៏បានសួរទៅកាន់លោកគ្រូថាតើហេតុអីបានជាយើងត្រូវមើលថែនារីម្នាក់នេះសាលារៀនរបស់យើងមិនស្វាគមន៍ពួកកូនអ្នកមានទេសូមកុំឲ្យតែនាងធ្វើឲ្យពួកយើងមានបញ្ហាទៅបានហើយតើឯស្រីរបស់យើងលឺអញ្ចឹងនាងមានអារម្មណ៍ថាភ័យខ្លាំងមែនទែនព្រោះថាអាឈិរបស់យើងមិញនិយាយសម្ដីលឺខ្លាំងមែនទែននាងក៏បានរត់មកក្រោយសាលារៀនម្នាក់ឯងដើម្បីបន្ធូរអារម្មណ៍អញ្ចឹងណាប៉ុន្តែពេលហ្នឹងដែរក៏បានជួបជាមួយនឹងបរិសម្នាក់អាហ្នឹងគេហៅថាសង្ហារៀងលយមែនតើខ្ជូតហ្មងលយហ្មងសង្ហាហ្មងស្ទើរតែដើរចូលមកពុបហើយចង់រត់ថាតើឯស្រីរបស់យើងតែម្ដងប៉ុន្តែធ្វើនេះមិនមែនថាមែនតើទេគ្រាន់តែធ្វើបិទបាំងកុំឲ្យអតិថិជនរបស់គេឃើញតែប៉ុន្តែអាសង្ហាហ្នឹងគឺជាប្រុសលោកខ្លួនអតិថិជនរបស់គេមើលដល់ក៏ឡើងកប់សេរីហ្មងហើយនៅពេលដែលថ្ងៃស្អែកឡើងតើឯស្រីរបស់យើងក៏បានមករៀនដោយធម្មតាហើយពេលនោះដែរនាងក៏បានជួបជាមួយនឹងសិស្សស្រីម្នាក់ដែរសិស្សស្រីម្នាក់ហ្នឹងទើបតែចូលរៀនថ្ងៃហ្នឹងទេនាងមានឈ្មោះថាអ៊ីបបកំពុងតែនៅម្នាក់ឯងផងស្រីម្នាក់ឯងផងតែឥឡូវនេះបាន2នាក់ឯងសម្ដែងសម្ដាគ្នាហ្នឹងក៏មានអាក្បាលខូចមួយនោះអោតមកមើលក្រោមសពុតរបស់នាងទៀតយីតើឯស្រីរបស់យើងថយទៅក៏បានដបងជាមួយនឹងអាធ្នើនោះមួយមានណាអាកំប៉ុងភ័យម៉ាស៊ីនហ្នឹងក៏ពុបមកចាក់លើខ្លួននាងពេញតែម្ដងមករៀនបានប្រហែលថ្ងៃនាងមានអារម្មណ៍ថាដូចធ្ងន់ធ្ងរខ្លាំងប៉ុន្តែសិស្សប្រុសៗហ្នឹងគ្មានណាគេអាណិតតើឯស្រីរបស់យើងទេព្រោះគិតថានាងហ្នឹងគឺជាពួកកូនអ្នកមានអញ្ចឹងហើយកុំខ្វល់ពីនាងជាភាសាអាឈិយើងតែម្ដងហើយនៅថ្ងៃស្អែកបន្តមកនៅពេលដែលចូលរៀនលោកគ្រូក៏បានចែកសម្លៀកបំពាក់ចូលទៅសិក្សាអំពីគ្រឿងម៉ាស៊ីនអញ្ចឹងណាចូលទៅរៀនអំពីគ្រឿងម៉ាស៊ីនសិស្សប្រុសៗហ្នឹងនាំគ្នាដោះកៅអៅខ្វក់អស់លីងប៉ុណ្ណោះដោះសតលីអូទេហើយចំណែកតើឯស្រីរបស់យើងវិញនាងមិនហ៊ានឡើងលេមឡាមពេញហ្នឹងហ្មងហើយឃើញប៉ុណ្ណោះដោះតែខ្ទេហ្មងអត់យល់ពីគេលីងហ្មងលោកគ្រូក៏បានប្រាប់ទៅកាន់តើឯស្រីរបស់យើងថាឲ្យតើឯស្រីរបស់យើងហ្នឹងទៅផ្លាស់កៅអៅនៅជាន់ទី4ទៅនៅពេលដែលទៅផ្លាស់កៅអៅហ្នឹងក៏បានជួបជាមួយនឹងអ៊ីបបហ្នឹងក៏បានប្រាប់ទៅកាន់តើឯស្រីរបស់យើងថានាងមករៀនទីនេះគឺដើម្បីស៊ីឲ្យវាលហ្មងនិយាយរួមតើនៅក្នុងសាលារៀនហ្នឹងមានប្រហែលអ្នកនាងតាំងចិត្តថាមកស៊ីឲ្យខ្ទេចហ្មងហើយក៏បានប្របួលតើស្រីរបស់យើងថាមកយើងមកភ្នាល់គ្នាហើយដាក់ជាពងបើសិនណាគេស៊ីបានច្រើនជាងគេបានពងច្រើនជាងគេហើយម្នាក់នោះនឹងឈ្នះប៉ុន្តែតើស្រីរបស់យើងវិញគឺជាមនុស្សល្អនាងមកយល់ព្រមនាងក៏បានឆ្លើយបដិសេធជាមួយនឹងអ៊ីបបហ្នឹងទៅនិយាយរួមតើអ៊ីបបមានចក្ខុវិស័យវែងឆ្ងាយណានាងមករៀនសាលារៀនហ្នឹងអើយអេដមីនចង់ទៅរៀនដែរហើយនៅពេលដែលត្រឡប់មកវិញតើស្រីរបស់យើងអាចបានផ្លាស់កៅអៅទេអាជីពរបស់យើងក៏បាននិយាយថាហើយនាងល្មមលាឈប់ទៅសាលារៀននេះដូចជាមិនស្វាគមន៍មកពួកអ្នកមានទេប៉ុន្តែពេលនោះដែរក៏មានអាវ៉ាន់តាមួយបាននិយាយថាហើយអាចជុំនិយាយទៅអាជីនៅក្នុងសាលារៀនអាសិកុនេះយើងមើលទៅដូចជានៅលំដាប់ឡូខ្លាំងណាស់យើងមករៀននៅទីនេះគឺរៀនតែ1ឆ្នាំប៉ុណ្ណោះរហូតដល់ឆ្នាំទី2យើងទៅរៀនសាលាផ្សេងហើយអាជីដូចអញ្ចឹងចង់ស្ទុះទៅវាយមួយនឹងតែម្ដងហើយមិនត្រឹមតែអាជីទេគ្នាបើអាជីចង់ទៅវាយដល់ទៀតអាមួយនោះទីមលេតមកហៅដាក់ហ្នឹងហ្មងប៉ុន្តែពេលហ្នឹងដែរលោកគ្រូក៏បានមកហាមថាឈប់ឆ្លុះគ្នាពណ៌ដែងយើងយកអាប្រដាប់ផ្សារនេះផ្សារមាត់ពួកឯងជាមួយនឹងចំហជាប់គ្នាឥឡូវហើយនិយាយប៉ុណ្ណឹងហើយធ្វើឲ្យសិស្សទាំងអស់គ្នានឹងស្ងាត់ទៅហើយក៏ចាប់ផ្ដើមមករៀនទៅនៅក្នុងបន្ទប់ពេទ្យតួឯស្រីរបស់យើងក៏បានឃើញថាអាសង្ហាក៏រៀននៅក្នុងសាលារៀនហ្នឹងដែរពេលនោះដែរអ្នកគ្រូពេទ្យក៏បាន
បានដើរចូលមកក៏គិតថាចុំតាំងពីអ្នកហ្នឹងកំពុងតែជឹកគឹកជាមួយនឹងគ្នាអញ្ចឹងណាព្រោះថាអាសង្ហាហ្នឹងមានសម្ដីផ្អែមមុខមាត់ស្អាតបាតនិយាយរួមទៅគាត់តែនិយាយទៅមនុស្សស្រីបាក់ទឹកចិត្តលើវាហ្មងហើយណាមួយប្រហែលជាលើកមុនហ្នឹងផឹកស្ទីងច្រើនប៉ុន្តែឥឡូវដឹងមិនទេណាផឹកស្ទីងណាដល់ពេលដែលល្ងាចឡើងតើស្រីយើងក៏បានឃើញអាជីពរបស់យើងហ្នឹងធ្វើការ part time ហើយគេមានប្អូនចំនួន3នាក់ទៀតប្អូនរបស់គេហ្នឹងពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើហើយអាជីពរបស់យើងពិតជាធ្វើតួនាទីជាបងប្រុសបានល្អខ្លាំងណាស់ថ្ងៃទៅរៀនល្ងាចឡើងធ្វើការ part time ហើយចំណែកថ្ងៃសម្រាប់វិញក៏ជួយឪពុកម្ដាយធ្វើការអញ្ចឹងណាព្រោះថាគេហ្នឹងគឺជាបងប្រុសធំបង្អស់នៅក្នុងផ្ទះហើយចំណែកឪពុកម្ដាយរបស់គេហ្នឹងគឺជាអ្នកលក់ខ្ចៅមិនមែនខ្ចៅខ្ចោរបស់យើងទេណាអាខ្ចៅវីហ៎មួយជាប់ជាមួយឡានមួយជាប់ជាមួយអីគ្នានេះហុកហ្នឹងគឺជាអ្នកលក់អាហ្នឹងហើយឪពុករបស់គាត់ក៏បាននិយាយប្រាប់ទៅកាន់គាត់ថាឥឡូវនេះយើងមានដំណឹងអាក្រក់ហើយគឺមុខរបររបស់យើងត្រូវបានខ្សែធនដោយសារតែអតិថិជនមួយចំនួនដែលនៅក្រៅប្រទេសយកឲ្យបានហើយអត់ចាយលុយអញ្ចឹងហើយធ្វើឲ្យគេនឹងខាតធនអញ្ចឹងណាឪពុករបស់គាត់ក៏បាននិយាយបន្ថែមទៀតថាឯងឆាប់រៀនឲ្យចប់ទៅនឹងអាចមកជួយធ្វើការពុកនៅថ្ងៃស្អែកបន្ទាប់មកតើយើងក៏បានមករៀនធម្មតាគាត់គឺជាអ្នកផ្សារក្បាលក្បាលស្អីគេទេក្បាលផ្សារដែរតែមិនប៉ុស្តិ៍ផ្សារធំទេណាអាក្បាលផ្សារទូចៗផ្សារស្ពាន់គឺយើងធ្លាប់ធ្វើការអញ្ចឹងបានគាត់ស្គាល់អាហ្នឹងគេក្បាលមន់ពេលនោះដែរតើស្អីបើយើងក៏បានធ្វើអាកពប់ធុងនោះប្រាវហើយនាងគិតថាក្នុងនេះរបស់សត្វអត់ប្រយោជន៍ច្រើនណាស់អញ្ចឹងហើយនាងក៏បានយកទៅបោះចោលអញ្ចឹងណាយកទៅបោះចោលហ្នឹងក៏បានទាញយកអាក្បាលមន់របស់តើឯងរបស់យើងហ្នឹងកំពុងតែធ្វើការហ្នឹងក៏ដាក់ក្បាលដៃយកទៅចោលផងដែរគ្មានទេរកបាយខ្ទិះពេញហ្នឹងរកគ្មានឃើញណាតើស្អីបើយើងដឹងក៏បានប្រញាប់ទិញរបស់ថ្មីតែម្ដងព្រោះថាខ្លាចតើឯងរបស់យើងក៏អត់សូវមកទេហើយតែមួយនិយាយម្ដងនិយាយសម្ដីធ្ងន់ទៀតនៅពេលដែលត្រឡប់មកវិញនាងក៏បានជួបជាមួយនឹងបងប្អូនរបស់អាជីពយើងពួកក្មេងៗហ្នឹងចង់ញ៉ាំ burger ប៉ុន្តែពួកគេអត់មានលុយទេពួកគេបានពិភាក្សាគ្នាថាចាំបងប្រុសយើងបើកលុយចាំយើងទិញញ៉ាំទាំងអស់គ្នានាងពិតជាអាណិតក្មេងៗហ្នឹងខ្លាំងមែនតើនៅស្អែកព្រឹកបន្ទាប់មកអាជីពបានដើរចូលមកសាលារៀនហើយបានខឹងជាមួយនឹងតួឯស្រីរបស់យើងខ្លាំងមែនតើគេបានសួរទៅកាន់តួឯស្រីរបស់យើងថាតើនាងសម្បូរលុយណាស់មែនទេនាងគឺជាកូនអ្នកមានមែនទេបានជាទិញ burger ឲ្យបងប្អូនរបស់ខ្ញុំមិនត្រូវការជំនួយពីនាងទេខ្ញុំមានសមត្ថភាពទិញឲ្យបងប្អូនខ្ញុំញ៉ាំហើយចាប់ពីថ្ងៃនេះទៅនាងចាំទុកតួឯស្រីរបស់យើងក៏បាននិយាយថាខ្ញុំមិនបានមើលងាយអ្នកក្រអីទេខ្ញុំគ្រាន់តែឃើញក្មេងវាចង់ញ៉ាំហើយក៏ទិញឲ្យវាញ៉ាំទៅតែខ្ញុំធ្វើបែបនេះខុសដែរឬនាងអន់ចិត្តខ្លាំងមែនតើនាងក៏បានរត់ចេញពីហ្នឹងហើយរហូតទៅជន់លើអញ្ចឹងណាប៉ុន្តែពួកអដៃហ្នឹងអង្គុយពេញណាពេញណីតែម្ដងនាងធុញខ្លាំងមែនតើសាលារៀនតាវាសត្វតែអ្នកលេងនាងចាប់ផ្ដើមធុញទៅហើយលេងចង់រៀននៅទីនេះតែម្ដងប៉ុន្តែអាសង្ហាក៏បានប្រាប់ទៅកាន់នាងថាស៊ូបន្តិចទៅខ្ញុំក៏មិនចង់រៀននៅសាលារៀននេះដែរប៉ុន្តែកន្លែងនេះក៏មិនអាក្រក់អីណាស់ណាដែរយើងសាកបើកចិត្តទទួលយកវាទាំងអស់គ្នាទៅពេលខ្លះអាចជាសប្បាយជាមួយនឹងកន្លែងហ្នឹងក៏ថាបានដែរសាកមើលនៅថ្ងៃស្អែកបន្ទាប់មកយើងក៏លេចមកផ្ទះរបស់អាជីវិញប៉ារបស់អាជីត្រូវបានពូយ៉ាកូសាមកទាលុយតែម្ដងព្រោះថាគាត់ហ្នឹងជាពាក់លុយពូយ៉ាកូសាគ្មានទេអាជីជាមួយនឹងបងប្អូនរបស់គេហ្នឹងបានតែត្រឹមតែមើលពីចម្ងាយទេអត់ហ៊ានចូលទៅអីចឹងណាហើយចំណែកប៉ារបស់គេវិញពិតជាគួរអាណិតខ្លាំងមែនតើបានលុបជង្គង់សំបរពួកហ្នឹងតែម្ដងពួកហ្នឹងក៏បានមើលងាយថាហើយតាកាចាស់ឯងនេះចាស់ហើយនៅមិនគិតសងលុយទៀតប៉ុន្មានថ្ងៃទៀតបើសិនជាឯងមិនសងលុយយើងទេយើងនឹងរឹបអស់កន្លែងនេះហើយនិយាយប៉ុណ្ណឹងហើយពួកវាក៏បានដើរចេញទៅយ៉ាអាជីរបស់យើងក៏បានប្រាប់ទៅកាន់បងប្អូនគេថាពួកឯងចូលផ្ទះទៅបងមានរឿងត្រូវធ្វើបន្តិចគ្មានទេអាជីយើងមកចាត់ការពីអ្នកហ្នឹងតែម្ដងហើយបងប្អូនរបស់គេហ្នឹងក៏បានទៅកាន់តួឯកស្រីរបស់យើងថាឲ្យជួយទៅមើលអាជីផងឥឡូវនេះគេពងតាវាយគ្នាជាមួយពួកយ៉ាកូសាអញ្ចឹងណាគេពីរនាក់អាជីយើងតែម្នាក់ឯងទេដាក់គ្នាទៅមកអស់មកទឹកទៅធ្វើអាជីហ្នឹងមានរបួសខ្លះហើយពួកនោះក៏មានរបួសខ្លះដែរតួឯកស្រីរបស់យើងក៏បានយកអាជីមកបិទរបួសបិទអីចឹងណាអាចនិយាយបានថាឥឡូវនេះពួកគេស្និទ្ធស្នាលជាមួយនឹងគ្នាឯងគឺជាមិត្តភក្តិល្អនឹងគ្នាអីចឹងទៅនៅថ្ងៃស្អែកបន្ទាប់មកមិត្តភក្តិរបស់តួឯកស្រីរបស់យើងហ្នឹងក៏បានបបួលនាងទៅដើរលេងជាមួយនឹងពួកក្មេងៗអ្នកមានគ្នាគេចឹងណាប៉ុន្តែពួកហ្នឹងគឺជាព្រិននារីពួកវាយកចិត្តហៅស្រីៗទៅដើរលេងហើយចាប់ដើមអាជីគឹកតែម្ដងពួកហ្នឹងក្បាក់ខូចជួយមកតួឯកស្រីរបស់យើងក៏ទៅដែរព្រោះគាត់ថាអត់អីចឹងណាពួកហ្នឹងមានដំណងល្អទៅលើតួឯកស្រីរបស់យើងតែម្ដងប៉ុន្តែសយអីឡានរបស់វាហ្នឹងខូចកណ្ដាលផ្លូវហើយម៉ែមើលស្ទីលសេរីគេលុយកប់សេរីហ្មងកាន់តែពិសេសសម្រាប់លោកអ្នកដែលជាអតិថិជនរបស់ Medphone លោកអ្នកគ្រាន់តែទាញយកកម្មវិធី KMD ភ្លាមនិងទទួលបានអ៊ីនធឺណិត 1GB ភ្លាមតោះនៅចាំមិនទៀតទាញយកកម្មវិធី KMD ឥឡូវនេះទាំងអស់គ្នាពួកវាក៏បានយកឡានមកជួសជុលនៅកន្លែងរបស់តួឯកប្រុសរបស់យើងតែម្ដងកន្លែងប៉ារបស់គេតួឯកស្រីរបស់យើងបើកទ្វារក្រឹបឃើញអាជីក៏បានពួនសិនទៅព្រោះគិតថាអត់ចង់ឲ្យគេដឹងថាដើរលេងដែរអីចឹងណាពេលនោះដែរបងប្អូនរបស់អាជីក៏បានរត់ទៅរកឡានហ្នឹងតែម្ដងប៉ុន្តែពួកកូនអ្នកមានក៏បាននិយាយថាហេឯងកុំរត់ទៅជិតឡានយើងប៉ះឡានយើងរបស់ថ្នាលរបស់អីតែឯងមានលុយសងទេពួកក្មេងៗអស់នេះពេលនោះដែរអាជីរបស់យើងខឹងតែម្ដងគេបាននិយាយប្រាប់ទៅកាន់បងប្អូនគេថាពួកឯងចូលទៅក្នុងវិញទៅតិចទៀតមានរឿងល្អមើលឥឡូវហើយពួកអាហ្នឹងនៅតែឌឺអត់ឈប់ទៀតពួកវាបាននិយាយថាហើយសមត្ថភាពត្រឹមឯងបានតែរៀនសាលាអនតែប៉ុណ្ណោះគ្មានសមត្ថភាពទៅរៀននៅសាលាធំៗដូចជាពួកយើងទេពួកអាកូនអ្នកក្រពិតជាយ៉ាប់ម៉ែអាជីរបស់យើងខឹងខ្លាំងមែនតើប៉ុន្តែធំចិត្តមកព្រោះថាឪពុករបស់គេបានហាមអីចឹងណាហាមកុំឲ្យមានរឿងជាមួយនឹងពួកអាកូនអ្នកមានហ្នឹងពេលនោះដែរតើឯងរបស់យើងក៏បានដើរចេញមកតែម្ដងហើយក៏បានតែកភ្លៀងអពី
អ្នកនឹងផាច់ហើយក៏និយាយថាពួកឯងគ្មានសិទ្ធិមកមើងងាយអ្នកក្រទេទោះជាពួកគេក្រក៏ពួកគេមិនដែលលាដៃសុំលុយពួកឯងដែរអាជីឃើញអញ្ចឹងឆ្ងល់ថាជុំតើឯងស្រីរបស់យើងមកពីណាហើយពេលនោះដែរក៏បានមើលឃើញទឹកចិត្តរបស់នាងទៀតឪពុករបស់គាត់ក៏បាននិយាយថានេះឡានហើយពួកឯងឆាប់ចេញទៅយើងមិនត្រូវការលុយពួកអ្នកមើងងាយអ្នកក្រដូចជាពួកឯងទេទៅចំណាយតើឯងស្រីរបស់យើងវិញគាត់មានអារម្មណ៍ថាខុសថាយកអាក្បាលផ្សាររបស់តើឯងយើងយកទៅបោះចោលអញ្ចឹងណានាងក៏បានមកកន្លែងកណោសម្រាប់ដែលនាងបោះចោលសម្រាប់ហ្នឹងដើម្បីកាយរកអាក្បាលផ្សារហ្នឹងវិញទីបំផុតណានាងរកឃើញមែនហើយក៏បានយកទៅឲ្យតើឯងរបស់យើងវិញប៉ុន្តែមិនឲ្យជាផ្ទាល់ទេលក្ខណៈប្លង់ទេលោកគ្រូក៏បាននិយាយប្រាប់ទៅកាន់អាជីពរបស់យើងថាឯងដឹងទេក្បាលផ្សារនេះនាងជាអ្នកយកមកឲ្យឯងណាតែឯងដឹងអត់នៅថ្ងៃបន្ទាប់មកនៅក្នុងសាលារៀនសិស្សទាំងអស់គ្នាគ្មានអ្នកគេពេញចិត្តជាមួយនឹងតើឯងស្រីរបស់យើងទេប៉ុន្តែមានតែអាជីពមួយទេអាជីពបានហៅតើឯងស្រីរបស់យើងមកអង្គុយក្បែរទាញកៅអីមកអង្គុយក្បែរតែម្ដងហើយគាត់ក៏បានបរៀនតើឯងស្រីរបស់យើងហ្នឹងក្នុងការរៀនក្នុងការធ្វើគ្រឿងឧបករណ៍ជួសជុលឡានហ្នឹងឲ្យបានដូចគេដូចឯងអញ្ចឹងណាប៉ុន្តែនាងនៅតែមិនភ្លេចទេអារឿងចង់បដូរសាលារៀននាងក៏បានទៅប្រាប់គ្រូនាយកហើយគ្រូនាយកក៏បានសួរថាហេតុអីបានជាឯងចង់បដូរសាលារៀនអញ្ចឹងតើឯងស្រីរបស់យើងក៏បាននិយាយថាហើយលោកគ្រូអើយជារៀងរាល់ថ្ងៃខ្ញុំឃើញពួកសិស្សប្រុសដោះអាវពេញណាពេញណីតែម្ដងខ្ញុំមានអារម្មណ៍ថាខ្មាស់ខ្លាំងណាស់ដូច្នេះហើយខ្ញុំអត់ចង់រៀននៅសាលារៀននេះទេហើយមានតែអាជីពទេដែលខ្ញុំអាចនិយាយគ្នាហើយប្រឹក្សាគ្នាបានគេគឺជាមនុស្សល្អហើយយើងងាកមកមើលអ៊ីបបវិញមនុស្សស្រីដែលមានចក្ខុវិស័យវែងឆ្ងាយហ្នឹងណាបានកំពុងតែដាក់ស្នេហ៍ផទាំងអស់គ្នានៅក្នុងសាលារៀនហ្នឹងតែម្ដងប៉ុន្តែផ្នែកខាងជួសជុលឡានអញ្ចឹងណានាងមានចក្ខុវិស័យវែងឆ្ងាយមែនតើតិចទៀតវគ្គ2និងវគ្គ3គ្នាយើងដឹងហើយថានាងសាហាវប្រវត្តិណាអូខេវគ្គនេះសូមស្រេចតែត្រឹមហ្នឹងសិនហើយចំពោះគ្នាយើងមើលវគ្គនេះចប់ហើយគិតថាជុំរឿងអាជីពមែនល្អមើលអញ្ចឹងចាំមើលវគ្គ2ហើយវគ្គ3មើលថាអាជីពវាបញ្ចេញធ្វើដៃប៉ុណ្ណាហើយខ្លាំងប៉ុណ្ណាហើយជាមួយនឹងអ៊ីបបហ្នឹងមានចក្ខុវិស័យរបស់គេអាចធ្វើបានសម្រេចដែរឬអត់អូខេហើយចុងក្រោយតែអ្នកទាំងអស់គ្នាបាន download Scam ID នៅបើតើ download ទេតើចូលទៅ download ម្នាក់មួយទៅនៅក្នុងនោះមានខ្សែភាពយន្តថ្មីប្លែកៗជាច្រើនហើយសម្បូរបែបនិងល្អមើលខ្លាំងថែមទៀតផងហើយបើចង់ដឹងថាថ្មីប្លែកសម្បូរបែបល្អមើលខ្លាំងប៉ុណ្ណានោះតោះយើងចូលទៅ download ម្នាក់មួយហើយអ្វីដែលពិសេសសម្រាប់បងប្អូនយើងណាដែលប្រើ smartphone នៅពេលដែល download ហើយចុះឈ្មោះនោះនឹងទទួលបាន 1G GBនៅក្នុងការទស្សនានៅក្នុង Scam ID តែម្ដងអូខេពិតជាលយមែនតើមានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាជួបប្រទះតែនឹងសំណាងល្អនិងរកទទួលទានមានបានពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយ